ជាគេថា there is no single definition ឥឡូវយើងបកប្រែយក definition គេថាគ្មាននិយមន័យមួយណាឲ្យប្រកបទេឲ្យអំពីពាក្យថាភាពក្រីក្រនោះការយល់ឃើញរបស់យើង of the extent of poverty ទៅលើអ្វីទៅអាពាក្យ extent ហ្នឹងកម្រិតនៃភាពក្រីក្រហើយនឹង how it is changing ហើយវាប្រែប្រួលពីមួយទៅមួយយ៉ាងម៉េច depends on វាអាស្រ័យទៅលើតើនិយមន័យណាដែលយើងឲ្យនោះហើយបាទនិយមន័យណាដែលយើងគិតនោះយើងគិតមិននិយមន័យហ្នឹងនិយមន័យដែលយើងឲ្យហ្នឹងវាជះឥទ្ធិពលទៅដល់ការយល់របស់យើងទៅលើភាពក្រីក្រណាហើយមនុស្សអាចមានការឲ្យនិយមន័យខុសៗគ្នាទៀត in particular នេះ for example បាទពាក្យហ្នឹងប្រើជំនួសគ្នាជាមួយនឹងពាក្យ for example for instance បាទ for instance ជាឧទាហរណ៍មិន example ទេណាគ្នាយើងរៀនសរសេរអីមិនជាឧទាហរណ៍ទៅជា example comma មួយទៅអញ្ចឹងមិនទេអាចប្រើពាក្យ for example for instance ឬមួយក៏ in particular for instance ដូចមានប្រើដែរនៅឡើយនេះ for instance ពាក្យហ្នឹងមានន័យដូចគ្នាបាទជាឧទាហរណ៍ Richard ប្រទេសដែលមានជាងឬមួយក៏ក្រជាងត្រូវបានកំណត់ set កំណត់មិនត្រូវបានកំណត់ទេកំណត់នៅបន្ទាត់ line បន្ទាត់នៃភាពក្រីក្រ poverty line ហ្នឹងបន្ទាត់នៃភាពក្រីក្រខុសគ្នាបាទខុសគ្នាអញ្ចឹងប្រទេសអ្នកមានឲ្យបន្ទាត់នៃភាពក្រីក្រផ្សេងប្រទេសអ្នកក្រប្រើបន្ទាត់នៅផ្សេងគ្នាដើម្បីវាស់វែង to measure វាស់វែងនៅភាពក្រីក្រនៅក្នុងន័យin a way it is informative ហើយនៅក្នុងន័យថាវាអាចប្រាប់បានហើយវា relevant បាទហើយវាពាក់ព័ន្ធជាមួយនឹងកម្រិតនៃប្រាក់ចំណូលនៃប្រជាជនក្នុងន័យចាចឹងប្រទេសខ្លះគេកំណត់ចឹងគេគិតមើលរឿងប្រាក់ចំណូលឧទាហរណ៍ឥឡូវយើងមើលសិនថាម៉េចឧទាហរណ៍ជាឧទាហរណ៍ទៀតបាទនៅពេលដែលប្រទេសអាមេរិកនេះក្នុងមនុស្សម្នាក់គេថា a person is counted គេថានៅខណៈដែលនៅក្នុងសហរដ្ឋអាមេរិកមនុស្សម្នាក់ដែលត្រូវបានគេរាប់ថាស្ថិតនៅក្នុងភាពក្រីក្របើសិនជាពួកគេបើសិនជាមនុស្សម្នាក់នោះរស់នៅដោយចំណាយលុយតិចជាងបានតិចជាងប្រហែលជាឬក៏ចន្លោះហ្នឹងតិចជាងហាក់ប្រហែល$24.55ក្នុងមួយថ្ងៃមានន័យថាបើមនុស្សម្នាក់នៅសហរដ្ឋអាមេរិកចាយលុយត្រឹមតែ$24ក្នុង55ក្នុងមួយថ្ងៃហ្នឹងគឺចាត់ទុកថាជាអ្នកក្រក្នុងអាមេរិករីឯក្នុងប្រទេសអេត្យូពីនេះវិញបន្ទាត់នៃភាពក្រីក្រត្រូវបានគេកំណត់ណាជាអ្នកកំណត់ប្រទេសនឹងជាអ្នកកំណត់រដ្ឋាភិបាលនៃប្រទេសនឹងជាអ្នកកំណត់10ដងទាបជាងអាមេរិកគឺស្មើនឹង$2.04ទេណា$0.04ក្នុងមួយថ្ងៃមានន័យថាក្នុងប្រទេសអេត្យូពីបើបុគ្គលម្នាក់ចំណាយប្រាក់ត្រឹមតែបានមានលទ្ធភាពត្រឹមចំណាយប្រាក់បានត្រឹមតែ$2.04ហ្នឹងបុគ្គលនោះស្ថិតនៅក្នុងក្រុមនៃអ្នកក្រីក្រតែបើ$2.05លើបន្ទាត់ក្នុងន័យហ្នឹងបាទលើបន្ទាត់អូខេ you can read more អ្នកអាចអានអំពី
ថាតើបន្ទាត់នៃភាពក្រីក្ររបស់ប្រទេសជាតិនីមួយៗដែលធ្វើការប្រៀបធៀបទាំងអស់នេះវាយ៉ាងម៉េចបាទត្រូវបានគេគណនាយ៉ាងម៉េចតាមទម្រង់ដែលយើងបានលើកឡើងបែបហ្នឹង footnote ហ្នឹងគឺពាក្យ footnote ហ្នឹងអាការបញ្យល់ហ្នឹង To measure poverty globally however ក៏ប៉ុន្តែដើម្បីវាស់វែងនៅភាពក្រីក្រជាអន្តរជាតិតែម្ដងជាពិភពលោកតែម្ដង globally ហ្នឹងយើងត្រូវ apply យើងត្រូវដាក់អាបន្ទាត់ភាពក្រីក្រទាំងអស់ហ្នឹងឲ្យវាដូចគ្នាអញ្ចឹងប្រទេសនេះវារាប់មិនខ្មិចប្រទេសនេះដាក់ប្រមាណប្រទេសនេះដាក់ប្រមាណរកមធ្យមមកភាគមួយចង់អីចឹង This is the goal of international poverty line នេះហើយគឺជាគោលដៅនៃបន្ទាត់ភាពក្រីក្រអន្តរជាតិដែលកំណត់ជាមធ្យមទៅគឺ $2.15 ក្នុងមួយថ្ងៃអញ្ចឹងជាទូទៅនៅលើពិភពលោកទាំងមូលបើបុគ្គលណាម្នាក់មានប្រាក់ចំណាយចំណូលហើយដែលអាចចាយក្នុងមួយខែណាមួយថ្ងៃនេះតែពិតឲ្យយើងនិយាយមិញគឺលុយចំណាយឬមួយក៏លុយចំណូល live on ចំណូលតារកបានតែ20ប្រមាណដុល្លារអានេះមិនចំណាយទេណាអញ្ចឹងមួយថ្ងៃរកបាន$2ហ្នឹងខ្លាចជានេះអូ$2យើងរកបានទេគ្នាយើងមើលទៅវិធានរកបានទេមួយថ្ងៃបាន$3ទេវិធានអញមួយថ្ងៃរកបាន$3ទេអញទៅណាបាត់ហ่ะវិធានអត់មកទេអូអត់នៅអញ្ចឹងធារត់វិញមួយថ្ងៃរកបាន$3អត់ទេចាចំអូចឹងឧត្តមអរអញ្ចឹងហេដៃហ្គើលអត់ដែរមែនទេមានតែចំណាយហ៎ត្រូវអាហ្នឹងលោកគ្រូទុកសួរចុងក្រោយផងសក្កេតាអត់ទេអូខេអត់អីទេតិចទៀតយើងខ្លាយគេថា10ឆ្នាំក្រោយមកអ្នកទាំងអស់គ្នានឹងត្រូវរកលុយឲ្យកូនចំណាយវិញម្ដងហើយពេលហ្នឹងដឹងហ่ะអូខេត្រឡប់មកយើងវិញអញ្ចឹងនេះគឺយើងអាចរកលុយប៉ុណ្ណឹងបានហ่ะចឹងជាអន្តរជាតិហ្នឹងគឺប៉ុណ្ណឹងចឹងបើយើងអាចមួយថ្ងៃរកលុយបានតែ10រៀលអីអូអ្នកមានហ្នឹងបើគិតជាអន្តរជាតិវាឆ្ងាយពីបន្ទាត់ភាពក្រីក្រច្រើនណាហើយបើសិនជាមួយថ្ងៃរកបាន$25ខ្លាចជាអ្នកមាននៅអាមេរិកមិនធម្មតាទេណាអូខេចឹងចង់ទៅអាមេរិករកលុយបានដល់មួយថ្ងៃរើសបានតែ20លើសពី24ហ្នឹងខ្លាចជាអ្នកមានខ្លាចជាអ្នកមិនក្រនៅអាមេរិកបាទអូខេ next បន្តទៀតshown in red in the chart ត្រូវបានគេបង្ហាញពណ៌ក្រហមwhich is set by the World Bank and used by the UN to monitor extreme poverty around the world អញ្ចឹងគេចង់និយាយថាម៉េចគេថាអាគោលដៅនោះគឺបន្ទាត់នៃភាពក្រីក្រស្មើនឹង$2.15ក្នុងមួយថ្ងៃហើយត្រូវបានបង្ហាញជាពណ៌ក្រហមនៅលើតារាងដែលពណ៌ហ្នឹងចំនួនហ្នឹងវាត្រូវបានគេកំណត់ដោយធនាគារពិភពលោកហើយត្រូវបានប្រើប្រាស់ដោយអង្គការសហប្រជាជាតិនៅក្នុងការត្រួតពិនិត្យតាមដានភាពក្រីក្រពី extreme ហ្នឹងខ្លាំងក្លាយ៉ាងសម្បើមជុំវិញពិភពលោកអញ្ចឹងមានន័យថាបើគេមើលប្រទេសណាមួយដែលវាសម្បូរមនុស្សដែលនៅប្រាក់ចំណូលបានតិចជាង2.ឬមួយត្រឹម$2.15ក្នុងមួយថ្ងៃហ្នឹងអាហ្នឹងគឺកន្លែងហ្នឹងធ្ងន់ធ្ងរ
បាទ and then we see that យើងឃើញថានៅ global term នៅជាពិភពលោកតែម្ដង there is an extreme low threshold in it គេថាបើមើលជាពិភពលោកតែម្ដងវាដូចជាមិនធ្ងន់ធ្ងរប្រហែលទេមិនសម្បូរអ្នកក្រប្រហែលទេ set to reflect poverty lines បែត្រូវបានគេកំណត់ដើម្បីឆ្លុះបញ្ចាំងអំពីភាពក្រីក្របន្ទាត់នៃភាពក្រីក្រដែលត្រូវបានគេយកទៅប្រើជាអន្តរជាតិតែម្ដងសម្រាប់នៅក្នុងប្រទេសដែលមានដែលជាប្រទេសក្រីក្រខ្លាំងបាទនៅលើពិភពលោកណា It marks an incredible low standard of living ក៏ប៉ុន្តែវាក៏បានបង្ហាញអំពីកម្រិតនៃការរស់នៅស្តង់ដារនៃការរស់នៅនឹងទាបខ្លាំងបាទ a level of income much lower than just the cost of healthy diet បាទមែនតើចំនួនប៉ុណ្ណឹងគឺវាកម្រិតនៃប្រាក់ចំណូលទាបបាទដែលវាទាបខ្លាំងតែម្ដងចំពោះអ្វីដែលយើងនិយាយថាជាស្តង់ដារដើម្បីទទួលបានអាហារូបត្ថម្ភការហូបចុកដែលមានសុខភាពល្អដែលមានន័យថាមនុស្សដើម្បីហូបចុកបានល្អហ្នឹងគឺគួរតែមានលទ្ធភាពអាចហូបកខកខងជាមុខម្ហូបជាសារជាតិណាតែបើសិនជាមនុស្សដែលរកចំណូលបានត្រឹម$2ឬមួយដល់$3มันអាចទទួលបាននៅអាហារូបត្ថម្ភគ្រប់គ្រាន់ដើម្បីធ្វើឲ្យមានសុខភាពល្អនោះទេចាខ្សែបន្ទាត់ហ្នឹងវាឆ្ងាយពេលជាមួយនឹងលទ្ធភាពដែលយើងអាចទទួលទានបានល្អសុខភាពល្អបំពេញគ្រប់តម្រូវការនៃរាងកាយហ្នឹងឥឡូវត្រឡប់មកយើងវិញមកដល់លេខ2ទី1ដាក់អីគេទៅទៅធីរ៉ាត់បាទទី2ដាក់អ្វីទៅអូទី2បាទលេខ1អត់ទាន់ធ្វើចាលេខ1យើងអត់ទាន់ធ្វើទេហើយលេខ1លេខpart 2លេខ1បាទយកD ចាយក D ឈើលេខ1យក D មិនគេយក D នឹង third conditional អូខេត្រូវ third conditional ត្រូវរបស់គេបាទលេខ2ដាក់អ្វីទៅ Mr. ឧត្តមលេខ2ដាក់ C ចាលេខ2ដាក់ C ឈើមិនធម្មតាចង់ C ឈើបាទមិនគេយក C ហ្នឹងគេហៅនេះsecond conditional អូបងអូនថា second conditional ហ៎ត្រូវទៀតសូមសរសើរបាទលេខ3យក C ដែរចាយក C ទៀតមិនបានយក C បញ្ជាក់តិចបាទអាហ្នឹង first ចា first conditional first conditional អត់អាចទៅ zero conditional ទេអត់ទេចាអត់ទេបាទព្រោះអាហ្នឹងវាអាច zero conditional present simple ទាំងសងខាងដែរតែហេតុការណ៍ហ្នឹងអត់ត្រូវទេចាអូខេត្រូវហេតុការណ៍នេះมันអាចទៅជា zero conditional ទេ zero conditional បានតែសកម្មភាពដែលវាកើតឡើងជាច្បាប់នៃធម្មជាតិគេប្រើពាក្យ fact បាទ fact ហ្នឹងគឺការពិត
ប៉ុន្តែការពិតនេះជាស្អីវាបែងចែកឲ្យបានច្បាស់ការពិតនេះគឺជាការពិតនៃទម្លាប់នៃធម៌ចឹងថាជាការពិតនៃធម្មជាតិគេហៅ natural fact បាទហើយវាតែថាអញ្ចឹងគេប្រាប់ពាក្យnature ណាការពិតពាក់ព័ន្ធជាមួយនឹងធម្មជាតិណាហើយមួយទៀតគឺអាទម្លាប់របស់បុគ្គលណាមួយទៀតថាពេលដែលខ្ញុំទៅដល់ពេលដែលខ្ញុំហេវបាយខ្ញុំត្រូវតែខ្ញុំតែងតែណាខ្ញុំតែងតែរកអីហូបភ្លាមអញ្ចឹងទេវិលមុខអាទម្លាប់គាត់អញ្ចឹងអត់ថាចាប់ដើមហេវគឺត្រូវតែរកអីហូបអត់ដែលផ្អែផ្អង់អាទម្លាប់គាត់អញ្ចឹងឲ្យតែខ្ញុំមកយឺតខ្ញុំត្រូវសុំទោសមិត្តកូនសិស្សពេលដែលខ្ញុំរាល់ពេលដែលខ្ញុំអវត្តមានខ្ញុំតែងតែសុំច្បាប់អាទម្លាប់អញ្ចឹងបាទអូខេលេខ4បានទៅសក្ខេណាយកអេថាយកអេteacher Vanna when his friend called មិនគេយកអេអានឹងសកម្មភាពមួយពងចាប់ផ្ដើមហើយមានសកម្មភាពមួយទៀតមកកាត់អូខេសកម្មភាពមកកាត់អញ្ចឹងទម្រង់កាលដែលយើងត្រូវដាក់ហ្នឹងគឺជា past continuous ប៉ុន្តែកន្លែងហ្នឹងត្រូវហ៎ Teacher Vanna were eating សាក់គេណាច្រឡំឌីឆាឌីមិនត្រឹមត្រូវមិនចឹងហ៎អូខេប្រយ័ត្នប្រយែអាហ្នឹងគឺជាសំណួរល្អណាលោកគ្រូណាដែលគាត់ធ្វើណាលោកគ្រូឈ្មោះអីសឹមវណ្ណាបាទអាកន្លែងហ្នឹងអាហ្នឹងគឺជាសំណួរល្អហើយសំណួរហ្នឹងវាមានបំភាន់ហើយចម្លើយច្បាស់មិនចឹងចម្លើយច្បាស់ប៉ុន្តែយើងវាភាន់ខ្លួនឯងពីព្រោះនៅក្នុងការបង្កើតសំណួរបែបគេហៅ multiple choice questions ហ្នឹងសំណួរបែបពហុជ្រើសរើសហ្នឹងគេត្រូវបង្កើតចម្លើយមួយចម្លើយនេះគេហៅ root ខ្ញុំចាំមិនខុសបាទ root គឺជាពាក្យចម្លើយហើយអាផ្សេងទៀតហ្នឹងគឺស្មើនឹងពាក្យថា destructors គឺរំខានមកកលេចមើលទៅវារំខានយើងក្នុងការរើសចម្លើយដែលត្រឹមត្រូវធ្វើឲ្យយើងសង្ស័យអានេះក៏តំណងដែរអានេះអាចដែរតាដល់ពេលហើយយើងមើលអាចចម្លើយនេះវាលេះច្បាស់បាទចឹងណាប្រយ័ត្នប្រយែងបន្តិចប្រយ័ត្នប្រយែងប្រយ័ត្នឲ្យបែងប្រយែងឲ្យបាត់តែពេលមួយទៀតគេថាប្រយ័ត្នជន់ឯងតែកុំប្រឡោះលេខ5មកដល់សុធារតវិញខ្ញុំទេបាទនិយាយឌីនិយាយឌីមូលហេតុប្រាប់តិចមកមូលហេតុមានពាក្យ yesterday reporter ហ្នឹងវាមានច្រើនI love one of the reporters that was have a number of reporters ប្រើ was ឬក៏ were ឥឡូវណាthat was អូខេលោកគ្រូគាត់សួរបញ្ជាក់ណាជួនកាលចម្លើយវិញធារដ្ឋថាត្រូវមិនដែលលោកគ្រូចង់សួរបញ្ជាក់ទេថាពិតជាចម្លើយហ្នឹងអត់អូខេសូមឆ្លើយចុងក្រោយយក was យក was ឥឡូវគ្រូសួរបន្តិចចុះប៉ុន្តែយើងក្រែងលោកមានណាចង់សាកល្បងអានេះប្រធានបទនេះថ្មីដែរកន្លងបាក់ដប់តែចេញដល់ហ្នឹងប៉ុន្តែជាវេយ្យាករណ៍គេមានរៀនគេប្រើពាក្យ a number of ហើយនឹង the number of អ្វីមួយជា plural នឹងក្រោយដូចគ្នាប៉ុន្តែការប្រើប្រាស់បើគេនិយាយពីគេហៅ subject verb agreement
តើវាត្រូវប្រើជាមួយនឹងគេស័ព្ទ singular ឬមកក៏ចាត់ទុកថានឹងជា singular ឬមកក៏ plural អូខេសាកេណាឧត្តមហើយជាមួយ Dagger បើសិនជារើស was ដូចសុធារតទេឆ្លើយហើយកុំឲ្យខាត់ពេលចម្លើយដែលត្រឹមត្រូវគឺពិតជាមិនមែន was ទេគឺ were បើគេប្រាប់ពី a number of គេចាត់ទុកថាវាជា plural a number មានថាអ្នករាយការណ៍មួយចំនួនអញ្ចឹងណាអ្នករាយការណ៍មួយចំនួនអញ្ចឹងមួយចំនួននេះគឺជាពហុវចនៈមិនមែនម្នាក់ទេច្រើនអ្នកដែរចង់និយាយចឹងតែបើសិនគេប្រាប់ពាក្យ the number of reporters អាហ្នឹងគេចាត់ទុកថាជាឯកវចនៈចឹងថាចំនួននៃអ្នករាយការណ៍សារព័ត៌មានចំនួនមួយតួទេជាចំនួនទេមួយទេចាត់មួយឯកតាប៉ុន្តែបើ a number of reporters វាមានន័យថាអ្នករាយការណ៍មួយចំនួនជាមនុស្សហ្នឹងប្រហែលអ្នក10 20អ្នកអញ្ចឹងទៅណាចង់និយាយចឹងណាចឹងជាពហុវចនៈតែគេរាប់ចឹងណាអូខេឥឡូវចូលមកដល់ vocabularies ជា vocabulary ទី1ដាក់អ្វីទៅមកដល់ឧត្តមយក D ហ៎យក D my son's teacher say he doesn't pay very good pay attention នេះយកទៅទុកដាក់ may I have your attention ក៏បាន he doesn't have it but I have attention នោះគឺទេវិញ may I have your attention please មានដែរប៉ុន្តែនេះគឺ pay attention may I have your attention សូមឲ្យអ្នកឯងចាប់អារម្មណ៍មើលខ្ញុំអាហ្នឹងបាទលេខ2ដៃគឺលើក B ហ៎យកអីយក take បន្តទៀត take very good គឺ take a message please can I take a message please អានេះគួរប្រើមានពាក្យ please ពាក្យអីទៅសមរម្យដែលយើងលោកគ្រូចេះតែរៀនប្រើពាក្យពេចន៍ហ្នឹងទាំងខ្មែរក្តីទាំងអង់គ្លេសក្តីហ្នឹងឲ្យវាមានការគួរសមពាក្យ can នេះវាត្រង់ពេកវាស្មើពេកណាបាទបើជាការស្នើសុំដូចគ្នាក៏ប៉ុន្តែវាពាក្យហ្នឹងបើយើងទម្លាប់ប្រើ please ទៅយើងអ្នកទោះបីយើងថ្ងៃក្រោយខ្លាចជាតួនាទីប៉ុណ្ណាក៏ដោយយើងប្រើពាក្យថាអធិស្ឋានសុំអីចឹងអានោះវាល្អបាទកុំប្រើអំណាចចឹងប្រើពាក្យព្រោះមាន can could may ចាំបើយើងអត់ចង់ប្រើ please ប្រើ could ទៅបានណាវាទន់ភ្លន់ណាប៉ុន្តែបើសិនតែ time please ទៅរត់តែល្អបាទ could you please help me can you please help me មកចឹងបាទតបន្តទៀតលេខ3សាក់គេណាលេខ3យក B ឆើយក B suffer ជាទូទៅបើ suffer គេច្រើនប្រើពាក្យ suffer from ឈឺជំងឺអីបាទចម្លើយឡើងនេះគឺ I caught a bad cold and had to stay in bed caught a cold អូខេបើ present perfect សំណងប្រើ present perfect ល្អជាង I have caught a cold ប៉ុន្តែដោយសារវា had to stay in bed ជាអតីតកាលទាំងអស់នឹង past simple ទៅតែបើយើងនិយាយធម្មតាជួបមិត្តភ័ក្តិអីថាចាំម៉េចពូម៉ាក់អីរៀងជ្រូនចឹងគេយើងអាចឆ្លើយថាI've got a cold
I have got a cold ឬមួយក៏ I have caught a cold អូខេនឹង cold លេខ 4 ត្រឡប់ទៅសុធារតវិញ លេខ 4 យកspend ត្រឹមត្រូវ spend ហ្នឹងគឺ spend doing something how much time នេះតាមពិត clear របស់វាវែងហ្នឹងគឺវាស្មើពាក្យថាyou spend 2 hours doing your homework ចង់និយាយអញ្ចឹងតម្រងរបស់វាគឺ spend បូកជាមួយរយៈពេលនៃពេលវេលាហ្នឹងហើយបូកគ្រាសព្ទ ing ប្រែមកថាឧទាហរណ៍ថា I spend 2 hours doing my homework every day ឧទាហរណ៍អញ្ចឹងវាស្មើពាក្យថាបើជាខ្មែរថាខ្ញុំចំណាយពេល2ម៉ោងធ្វើកិច្ចការផ្ទះជារៀងរាល់ថ្ងៃអូខេ good very good លេខ 5 ចុងក្រោយគេឧត្តមយក B ចា យក B ត្រូវហ៎ត្រូវអេមកយក B could you help me a favor ចម្លើយគឺ could you give me a favor តាមពិត give ក៏បាន do ក៏បានដែលលោកគ្រូវិញនិយមប្រើ do could you do me a favor តែអ្នកឯងអាចធ្វើរឿងអីមួយឲ្យខ្ញុំបានទេបាទអូខេប៉ុណ្ណឹងបញ្ចប់